ចាំប្រាប់អ្នកនរគ្នាថាបុកល្ហុងនឹងដៃខ្ញុំហ្នឹងមួយថាតែ5000រៀលឯអ្នកនរគ្នាអត់កុហកអីពិតមែនបុកប៉ាតេក៏5000បុកក្តាមក៏5000បុកជើងមាន់ក៏5000ប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំមកញ៉ាំបុកប៉ាតេតែប៉ាតេអស់អញ្ចឹងក៏ញ៉ាំបុកក្តាមអ្នកនរគ្នាដោយអ្នកនរគ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគ្រាន់តែមើលក៏ទៅនោះដែរអ្នកគ្នាមើលអញ្ចឹងអត់ឃើញក្តាមទេប៉ុន្តែពេលដែលអ្នកគ្នាញ៉ាំក្តាមនៅក្នុងហ្នឹងច្រើនមែនតើអ្នកនរគ្នាខ្ញុំញ៉ាំបើខ្ញុំញ៉ាំម្នាក់ឯងខ្ញុំញ៉ាំអត់អស់ទេនេះមកចាក់មកថា5000ហ្នឹងគឺខ្ញុំញ៉ាំពីអ្នកប្អូនខ្ញុំមកបានអស់ហើយអ្នកគ្នាអីដែលសំខាន់ណាស់អ្នកគ្នាតម្លៃធូរថ្លៃហើយគឺរសជាតិឆ្ងាញ់មែនតើហ្មងខ្ញុំនឹងបង្ហាញថាឲ្យអ្នកគ្នាមើលថាពួកខ្ញុំញ៉ាំឡើងអស់លីងហ្មងដូចអ្នកគ្នាឃើញខ្ញុំញ៉ាំនៅក្នុងវីដេអូហ្នឹងអញ្ចឹងដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតជាតិស្លាប់ហ្មងហើយនេះគឺជាទីតាំងកន្លែងលក់បុកល្ហុងគាត់ដែលកន្លែងគាត់មានឈ្មោះថាចេះស្រស់លក់បុកល្ហុងអ្នកគ្នាហើយគាត់មានបងគាត់ម្នាក់ទៀតលក់នៅម្ដុំសាក្រោមនិយាយទៅបងប្អូនគាត់លក់ដាច់ដូចគ្នាអ្នកគ្នាហើយនៅពេលអ្នកគ្នាមកដល់ហើយអ្នកគ្នាឃើញកៅអីក៏ដាក់ទុកឲ្យអ្នកដែលគាត់ច្រកអង្គុយហើយយើងចង់ញ៉ាំនៅនឹងក៏បានដែរអ្នកគ្នានឹងអង្គុយញ៉ាំដូចពួកខ្ញុំអង្គុយញ៉ាំអញ្ចឹងអ្នកគ្នាហើយអីដែលសំខាន់ណាតម្លៃបុកល្ហុងដែលគាត់លក់គឺមានចាប់ពី5000ឡើងទៅអ្នកគ្នាបងអ្នកគ្នាចង់លាយពីមុខតាម8000នេះហើយបងអ្នកគ្នាចង់លាយច្រើនមុខគឺតម្លៃគាត់រៀងឡើងតាមនឹងទៅនៅចាំអីទៀតអ្នកគ្នាស្គាល់ទីតាំងហើយមិនសិនមិត្តភ័ក្តិ share 4មិត្តភ័ក្តិទៅញ៉ាំបុកល្ហុង2នាក់កុំឲ្យញ៉ាំម្នាក់ឯងនៅសល់អ្នកគ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយ